សួស្តីប្រិយមិត្តទូរទស្សនិកជនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូដ៏សប្បាយរីករាយរបស់យើងខ្ញុំនៅថ្ងៃនេះនៅក្នុងកម្មវិធីយើងនឹងនាំបងប្អូនទៅទស្សនាល្បែងកម្សាន្តបែបខ្មែរនិងពោរពេញទៅដោយសំណើចភាពរីករាយនិងស្មារតីសាមគ្គីល្បែងទាំងនោះតែងតែមានវត្តមាននៅក្នុងកម្មវិធីសាលារៀនពិធីបុណ្យប្រពៃណីកម្មវិធីសហគមន៍និងការជួបជុំផ្សេងៗដែលធ្វើឲ្យបរិយាកាសកាន់តែរស់រវើកនិងកក់ក្ដៅដំបូងគេយើងសូមណែនាំបងប្អូនមកទស្សនាល្បែងរាំដណ្ដើមកៅអីដែលជាល្បែងដ៏ពេញនិយមបំផុតមួយនៅពេលភ្លេងចាប់ផ្ដើមអ្នកលេងរាំទាំងអស់ដើរឬរាំជុំវិញកៅអីដែលបានរៀបចំជារង្វង់នៅពេលភ្លេងឈប់ភ្លាមអ្នកគ្រប់គ្នាត្រូវប្រញាប់រកកៅអីអង្គុយឲ្យបានម្នាក់មួយដោយសារតែចំនួនកៅអីមានតិចជាងអ្នកលេងម្នាក់អ្នកដែលមិនអាចអង្គុយបាននឹងត្រូវចេញពីការប្រកួតសំណើចការភ្ញាក់ផ្អើលនិងការប្រជែងគ្នាដោយភាពរីករាយធ្វើឲ្យល្បែងនេះកាន់តែមានអ្នកទស្សនាយ៉ាងច្រើនបន្ទាប់មកគឺជាល្បែងបូមទឹកដាក់ដបដែលទាមទារឲ្យមានភាពរហ័សរហួននិងការសហការគ្នាអ្នកលេងត្រូវប្រើពែងឬដបទឹកតូចៗដើម្បីដឹកជញ្ជូនទឹកពីចំណុចមួយទៅចំណុចមួយដើម្បីបំពេញដបនៅគោលដៅក្រុមណាដែលអាចបំពេញដើម្បីឲ្យបានទឹកច្រើនជាងគេក្នុងរយៈពេលកំណត់នឹងក្លាយជាអ្នកឈ្នះទិដ្ឋភាពទឹកហូរខ្ចាយសម្លៀកបំពាក់សើមនិងសំណើចរបស់អ្នកចូលរួមធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយឥឡូវនេះយើងមកទស្សនាល្បែងក្រុងមាន់ដែលជាល្បែងបុរាណដ៏មានប្រជាប្រិយភាពមួយអ្នកលេងត្រូវឈរនៅលើជើងម្ខាងហើយប្រើស្មានិងដៃរុញគ្នាដើម្បីធ្វើឲ្យគូប្រកួតបាត់បង់លំនឹងអ្នកណាដែលដាក់ជើងម្ខាងទៀតឬចុះដីឬដួលមុនគេនឹងចាញ់ពីការប្រកួតល្បែងនេះទាមទារឲ្យមានកម្លាំងតុល្យភាពនិងការផ្ដោតអារម្មណ៍រាល់ការដួលឬក៏ការរក្សាលំនឹងដ៏អស្ចារ្យរបស់អ្នកលេងតែងតែធ្វើឲ្យអ្នកទស្សនាហូរកញ្ជ្រៀវនិងសើចសប្បាយបន្តទៅទៀតគឺជាល្បែងលោតបាវដែលជាល្បែងពោរពេញទៅដោយភាពរំភើបអ្នកលេងលោតដាក់ជើងទាំងពីរចូលក្នុងបាវហើយលោតឆ្ពោះទៅកាន់បន្ទាត់គោលដៅឲ្យបានលឿនបំផុតទោះបីជាវាមើលទៅងាយស្រួលក៏ដោយប៉ុន្តែការរក្សាលំនឹងពេលលោតមិនមែនជារឿងងាយនោះទេជាញឹកញាប់អ្នកលេងខ្លះចំពប់ដួលឬលោតខុសទិសដែលធ្វើឲ្យមានការផ្ទុះសំណើចគ្រប់ទិសទីក្រៅពីនេះនៅក្នុងកម្មវិធីកម្សាន្តនេះក៏មានល្បែងសប្បាយៗជាច្រើនទៀតដូចជារត់3ជើងទាញព្រាត់ជញ្ជូនបាល់និងការប្រកួតជាក្រុមផ្សេងៗទៀតល្បែងទាំងនេះបានផ្ដល់ឲ្យឱកាសឲ្យមនុស្សគ្រប់វ័យចូលរួមលេងជាមួយគ្នាដោយមិនប្រកាន់វ័យអាយុឋានៈឡើយអ្វីដែលសំខាន់នោះគឺល្បែងកម្សាន្តនេះមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខភាពធ្វើការងារជាក្រុមសហការគ្នានិងការបង្កើតទំនាក់ទំនងល្អរវាងមិត្តភ័ក្តិនិងសហគមន៍ផងដែរស្នាមញញឹមសំណើចនិងសម្លេងហូរកញ្ជ្រៀវដែលបានពេញកម្មវិធីគឺជាសក្ខីភាពពីភាពរីករាយនិងសាមគ្គីភាពរបស់អ្នកចូលរួមទាំងអស់ជាចុងក្រោយល្បែងកម្សាន្តបែបខ្មែរទាំងនេះគឺជាមរតកវប្បធម៌ដ៏មានតម្លៃដែលគួរបន្តថែរក្សានិងលើកស្ទួយឲ្យបានគង់វង្សសូមឲ្យសកម្មភាពដ៏សប្បាយរីករាយទាំងនេះបន្តនាំមកនូវស្នាមញញឹមក្តីស្រឡាញ់និងសាមគ្គីភាពដល់ប្រជាជនខ្មែរគ្រប់រូបសូមអរគុណចំពោះការទស្សនាវីដេអូនេះសូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អសុភមង្គលនិងជួបភាពរីករាយគ្រប់ពេលវេលាសូមអរគុណ